គោរពជម្រាបសួរបងប្អូនជាទីស្រឡាញ់នៅក្នុងទាំងក្នុង Facebook Page និង YouTube របស់នាងខ្ញុំចា៎ហ្នឹងគឺខ្ញុំចង់បង្ហាញពីរបៀបធ្វើទឹកត្រីបងប្អូនចា៎ទឹកត្រីបាញ់ហយទឹកត្រីផ្អែមបងប្អូនចា៎ហ្នឹងគឺខ្ញុំបង្ហាញពីរបៀបធ្វើទឹកត្រីបាញ់ហយទឹកត្រីផ្ទាប់ទឹកជ្រូកនិងទឹកចុកបងប្អូនចា៎អញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលចេះហើយបើសិនជាការធ្វើរបៀបធ្វើរបស់នាងខ្ញុំខុសឆ្គងឬមួយក៏កន្លែងតកាកន្លែងណាមួយគឺចាំជួយខ្ញុំនៅខាងក្រោមផងអរគុណច្រើនចាំទស្សនារបស់គ្នាបងប្អូនយើងទៅលើទឹកត្រីទាំងអស់គ្នាសម្រាប់ទឹកត្រីគឺខ្ញុំធ្វើតិចល្មមដែរបងប្អូនខ្ញុំធ្វើការដាក់ទឹកត្រីជាមួយដាក់មកកូនវែកដាក់ជាមួយដាក់មកកូនវែកមកចេញមកចង់វែកបងប្អូននេះចេញសម្រាប់ស្ករសបងប្អូនគឺខ្ញុំដាក់មកវែកកន្លះដោយសារទឹកត្រីតោះតែយើងជូរផ្អែមដិតប្រៃអាហ្នឹងបានឆ្ងាញ់បងប្អូនមកវែកពីវែកខ្ញុំដាក់ស្ករពីវែកចាំបងប្អូនគឺទឹកខ្មាស់ចំនួន1វែកបងប្អូនចាហើយខ្ញុំដាក់ជាមួយនឹងទឹកបងប្អូនទឹក3វែកមកទឹកនោះគឺខ្ញុំទឹកខ្ញុំស្ងោរសាច់ជ្រូកបងប្អូនឬមកក៏យើងចង់ដាក់ទឹកសពក៏បានដែរយើងធ្វើការកូរវាអស់លាយចូលគ្នាបងប្អូនសម្រាប់ទៅបងប្អូនអាចយកទៅញ៉ាំជាមួយនឹងហើយយកទៅស្ទាប់ទឹកឲ្យអានសាច់ជ្រូកជន់បងប្អូនគឺបានដូចគ្នាពីទៅយើងអាចគាត់ទៅអាំងគាត់ទៅអានអីហ្នឹងគឺថាទៀតបងប្អូនទៀតតែបងប្អូនយកឲ្យសពបងប្អូនសម្រាប់ទៅហ្នឹងយើងអាចយកទៅធ្វើទឹកស្ទាប់បាញ់ហោទៅបាញ់ហោបងប្អូនចាស្ទាប់សាច់ជ្រូកទៅជន់យើងនៅត្រីកងបងប្អូនបានដូចគ្នាណាឬក៏ជ្រក់បងប្អូនធ្វើជ្រក់ដូចជ្រក់ណាំកាអីតុកកាអីគឺថាបានបងប្អូនជួយចិត្តស្គាល់គឺថាគ្រឿងយើងអូខេបងប្អូនលាយតែប៉ុណ្ណឹងទៅតាមទៅតាមទៅអស់ចឹងទៅថាដាក់ទៅតាមយើងចូលណាខ្ញុំសបងប្អូនខ្ញុំសចូលសិនក្រហមខ្ញុំក្រៅពីជុំចាំបងប្អូនមកដាក់ដល់ទឹកដើម្បីឲ្យទឹកខ្លាយផ្អែមគឺផងបងប្អូនគឺថាឆ្ងាញ់សម្រាប់ទឹកត្រីខ្ញុំគឺរួចរាល់បងប្អូនអញ្ចឹងសម្រាប់តែត្រីគឺយើងអាចដាក់នៅពេលណាដល់គ្នាយើងដាក់តាមទឹកគឺថាវារីកអត់គ្នាបងប្អូនអត់ទៅឆ្ងាញ់អូខេរួចរាល់ហើយចាបងប្អូនមិនដែរគឺថារួចរាល់ជាការស្រេចចង់និយាយថាឃើញគឺស្រក់ទឹកមាត់ហ្មងងាយបងប្អូនធ្វើតែមួយផ្លែទេគឺយើងមែនតែងាយស្រួលហ្មងបងប្អូនគឺថារួចរាល់ហើយបងប្អូនទឹកជ្រលក់ខ្ញុំគឺខ្ញុំផ្ទាប់ជាមួយសាច់ជ្រូកបីជាន់នំបញ្ចុកជីសាឡាត់តសក់ចាអញ្ចឹងតោះភ្លក់ទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាញ៉ាំនំបញ្ចុកផ្ទាប់ជាមួយសាច់ជ្រូកបីជាន់ណាបងប្អូនចាពេលបងប្អូនយកហ្នឹងជើញញ៉ាំបាយអត់ទៅបងប្អូននៅបាយហ្នឹងឯងឆ្ងាញ់អត់បាយអត់ឆ្ងាញ់ទេញ៉ាំលេងហើយតែត្រីហ្នឹងណាហូបបានច្រើនណាបាញ់ហយក៏ត្រូវញ័រក៏ត្រូវទៅយកជួនទៅបានណាចាបងប្អូនអរគុណច្រើនសម្រាប់ការតាមដានស្រឡាញ់ចូលចិត្តកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងនិង subscribe ក្នុង YouTube អរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ